វិធីសាស្ត្រមួយដើម្បីធ្វើឲ្យការចងចាំយើងបានលឿនតាមបទពិសោធន៍ក៏ដូចជាធ្លាប់បានលើការណែនាំមួយចំនួនសម្រាប់ការចងចាំបានលឿនគឺនៅពេលដែលយើងមើលហើយមិនមែនទុកចោលទេបានថាយើងមើលវាហើយគឺយើងអានឬក៏និយាយដោយមានសម្លេងអ្វីដែលការចែករំលែកកាន់តែរីកចម្រើនហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹងការនិយាយឬសម្លេងអញ្ចឹងធ្វើឲ្យការចងចាំរបស់យើងនឹងបានល្អហើយមានអារម្មណ៍ថាខួរក្បាលរបស់យើងវា reflect លឿននឹកឃើញនៅអ្វីដែលយើងកំពុងតែនិយាយហ្នឹងបានលឿនជាងធម្មតាជាងអ្វីដែលយើងគ្រាន់តែមើលចាអញ្ចឹងនេះជាតិចនិចមួយដែលឆ្លងកាត់តាមបទពិសោធន៍ខ្លួនឯងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យការចងចាំលឿនឬក៏យល់អំពីអ្វីដែលយើងកំពុងតែធ្វើលំនាំ system អីផ្សេងផ្សេងចាគួរតែមើលហើយចាសាកនិយាយឬក៏បញ្យល់ចែករំលែកវាធ្វើឲ្យអ្វីដែលយើងយល់នឹងកាន់តែច្បាស់អញ្ចឹងអ្វីដែលខ្ញុំចែករំលែកនេះគឺជារឿងទូទៅប៉ុន្តែអ្នកទាំងអស់គ្នាប្រហែលជាឃើញចាខាងក្រោយខ្នងខ្ញុំហ្នឹងចានៅខាងសែនសុខតម្លៃដែលពិសេសមាន promotion ផ្ទះហើយអាចចូលនៅបានអ្នកទាំងអស់គ្នាដែលកំពុងតែរកផ្ទះវិឡាភ្លួដែលអាចចូលនៅបានភ្លាមតម្លៃល្អចានិយាយរួមមកតម្លៃពេញចាហើយជាមួយនឹងតម្លៃ promotion ណាគឺដឹងតែពេញចិត្តអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាចង់នៅព័ត៌មានលម្អិតមកមើលដល់ទីតាំងផ្ទាល់មកមើលដល់សំណង់ផ្ទះផ្ទាល់តែម្ដងចាមកជួបនេះខ្ញុំពុតច័ន្ទរស្មីចាតំណែង inbox មកឥឡូវណាចាសូមជម្រាបលា